ជំរាបសួរលោកគ្រូអ្នកគ្រូនិងមេដាបេដាអាណាព្យាបាលសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះសឿនស្រីម៉ៅជាគ្រូបង្រៀននៃសាលាបឋមសិក្សាក្រែងក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកទាក់ទងនឹងការប្រើប្រាស់ថ្នាលបឋមទៅលើមុខងារ3សំខាន់ទី1រៀនទី2តាមដានទី3ប្រឡងដែលកម្មវិធីនេះដំណើរការចំពោះអត់ទាំងគ្រប់សាលាទេតែចំពោះសាលាបឋមសិក្សាក្រែងគឺដំណើរការហើយចំពោះបងណាដែលគាត់អត់តាមភ្ជាប់ទេបើសិនជាបានឃើញវីដេអូនេះហើយអាចតាក់ទងលោកគ្រូអ្នកគ្រូបន្ទប់ថ្នាក់អញ្ចឹងទៅដើម្បីភ្ជាប់កម្មវិធីនេះដើម្បីឲ្យកូនអាចរៀនខ្លួនឯងបានឬមួយក៏អាចអាណាព្យាបាលនឹងកូននឹងរៀនជាមួយគ្នាតែម្ដងយើងបង្កើនចំណេះដឹងទាំងអស់គ្នាហើយបង្កើតភាពស្និទ្ធស្នាលរវាងទាំងអាណាព្យាបាលឪពុកម្ដាយជាមួយកូនបន្ថែមទៀតចាឥឡូវតេតងចូលមកងាររៀនម្ដងអញ្ចឹងបន្ទាប់ពីបងទាំងអស់គ្នាមាន account ហ្នឹងហើយមាន account ហ្នឹងមិនថានៅក្នុងទូរស័ព្ទដៃឬក្នុងកុំព្យូទ័របើក្នុងកុំព្យូទ័រពេលខ្ញុំចូលក្នុងកម្មវិធីហ្នឹងមកវាលោតបែបអញ្ចឹងហ្មងតែទូរស័ព្ទដៃអត់ទេទូរស័ព្ទដៃវាមានអាឡែងត្រេ3វែងយើងប៉ះឡែងត្រេ3ទៅវានឹងលោតផ្ទាំងចេះបងអញ្ចឹងផ្ទាំងបែបហ្នឹងហើយឥឡូវយើងចូលទៅកន្លែងមកងាររៀនហ្នឹងមានន័យថាកូនសិស្សក៏រៀនបានគ្រូក៏រៀនបានដែរឬក៏អាណាព្យាបាលចង់យកវ៉ាកូនហ្នឹងមករៀនក៏បានដែរដោយសារទូរស័ព្ទវ៉ាអាណាព្យាបាលស្រាប់ហើយគាត់ថាឈ្មោះដែលលោតឃើញរៀនហ្នឹងគឺមិនមែនឈ្មោះអាណាព្យាបាលទេឈ្មោះកូនចាអញ្ចឹងតើតមកងាររៀនហ្នឹងយើងនឹងឃើញឲ្យមានកម្រិតថ្នាក់មានអីកណ្ដោអញ្ចឹងណាមានថ្នាក់ទី1ទី2រហូតដល់ទី6ហើយនៅក្នុងត្រង់នេះមានវីដេអូគេដែរតើតវីដេអូនេះអត់មានគ្រប់ថ្នាក់ទេមានតែភាសាខ្មែរហ្នឹងមានកម្រិតទៅ3កម្រិតទេអ្នកតាក់ទងវីដេអូបរិញ្ញាអវៈវីដេអូដែលគេបង្រៀននៅក្នុង YouTube ចាកាលពីសម័យ COVID នោះឯងហើយគណិតវិទ្យាក៏មានតែ3កម្រិតដែរវិទ្យាសាស្ត្រក៏ប៉ុណ្ណឹងដែរអញ្ចឹងវីដេអូបង្រៀនបន្ថែមហ្នឹងក៏ជំនួយដល់លោកគ្រូអ្នកគ្រូឬក៏កូនខ្លួនឯងឬក៏អាណាព្យាបាលដែរករណីខ្លះឲ្យកូនរៀនខ្លួនឯងនៅផ្ទះមើលវីដេអូរៀនអញ្ចឹងទៅតែខ្ញុំអត់ផ្ដោតទៅលើវីដេអូទេចឹងមកខាងតេស្តវិញម្ដងចឹងតាក់ទងផ្នែកតេស្តបន្ទាប់ពីបងចុចប៉ះឡែងត្រេ3ទៅវាលុបផ្ទាំងអញ្ចឹងហើយនៅក្នុងមុខងាររៀននេះវាមានឲ្យយើងរើសហ្នឹងបើសិនជាយើងរៀនកម្រិតថ្នាក់ម៉ានក៏យើងអាចរៀនបានដែរគាត់ថាបើកម្រិតថ្នាក់1ទៅរៀនទី6ក៏ពិបាកដែរតែបើចំពោះគាត់ជាកម្រិតថ្នាក់6ឬកម្រិតថ្នាក់5អីអាចរៀនគ្រប់កម្រិតបានដោយសារមេរៀនខ្លះវាប្រហែលគ្នាអញ្ចឹងទៅគ្រាន់តែថាចេះលើកទឹកចិត្តថាបើសិនជាគាត់រៀនថ្នាក់ទី5គួរតែឲ្យគាត់ភាគច្រើនចូលរៀននៅមេរៀនថ្នាក់ទី5ទៅតែក៏មានខ្លះដែលគាត់រៀនខ្សោយគាត់ចង់ទៅរំលឹកមេរៀនទីថ្នាក់ទី1មកវិញថ្នាក់ទី2ថ្នាក់ទី3បានអត់បញ្ហាទេចាអញ្ចឹងសួរពេលរៀនទៅរៀនបែបណាអញ្ចឹងអត់ពិបាកទេបន្ទាប់ពីយើងរើសបើចុចកន្លែងមុខងាររៀនហើយវាលោតទាំងអញ្ចឹងហើយយើងចូលកន្លែងចង់រៀនគណិតវិទ្យាចុចគណិតវិទ្យាមកវាដៃយើងទៅប៉ះអញ្ចឹងទៅហើយមានមេរៀនឲ្យរើសដើម្បីយើងរៀនយើងអាចរៀនតាមរៀនតាមលំដាប់អញ្ចឹងមកហើយយើងចុចទៅតាមនោះហើយមានចំណុចឲ្យយើងរើសអញ្ចឹងណាអញ្ចឹងយើងអាចចុចហើយនេះឧទាហរណ៍គេសួរហ្នឹងអាហ្នឹងនេះកន្លែងហ្នឹងគេឲ្យយើងចុចស្ដាប់ចុចអីអញ្ចឹងទៅនឹងចំពោះថ្នាក់1តើមួយណាធំជាងគេហើយយើងចង់រើសចម្លើយវាយើងប៉ះមើលអាណាធំជាងគេអញ្ចឹងទៅហើយយើងចុចយល់ព្រមអញ្ចឹងណាហើយបើសិនយើងចង់រៀនមេរៀនផ្សេងយើងអាចចុចឡើងត្រេ3ហ្នឹងហើយឬក៏អាចបើទូរស័ព្ទខ្លះមិន iPhone ណា iPhone ខ្ញុំមិនដែរខ្សែទូរស័ព្ទធម្មតានោះពួក Android យើងអាចចុចថយតាមធម្មតាវាថយហើយអញ្ចឹងខ្ញុំចូលកន្លែងរៀនវិញហើយនៅក្នុងកុំព្យូទ័រនោះក៏អាចអូសបានដែរអូសប្រើម្រាម2អញ្ចឹងទៅអញ្ចឹងខ្ញុំអត់ចង់រៀនគណិតហ្នឹងទៀតទេខ្ញុំចង់សាក់ខ្មែរទី2ម្ដងអញ្ចឹងយើងទៅប៉ះខ្មែរទី2មកហើយមានមេរៀនមកកណ្ដោយើងអាចមើលថាមេរៀនណាដែលយើងស្ទើរឬក៏យើងចង់រៀនទាំងអស់ក៏បានដែរដោយសារពេលបាកងយើងតនេហើយណាមួយរៀនតាមទូរស័ព្ទវារៀនសប្បាយដែរយើងចុចប៉ះពីមកអានេះមានឲ្យមើលវីដេអូគេរៀនសិនមិនគេធ្វើគេរៀនអីចឹងណានេះមានរៀនស្ដាប់ឲ្យថាតាមអីតាក់ទងការរៀននេះគ្រូកម្រិតថ្នាក់ទាំងអស់មិនថាភាសាខ្មែរឬក៏គណិតទេគឺតម្រូវឲ្យយើងចូលទៅតាមថ្នាក់តាមមុខវិជ្ជានឹងហើយយើងអានឬក៏យើងអានខ្លះគេអាចចុចស្ដាប់បានបន្តមកទៀតគឺយើងនេះទៅយើងធ្វើតាមបែបហ្នឹងមកឥឡូវតាក់ទងមុខងាររៀនខ្ញុំសូមនិយាយទៅប៉ុណ្្នឹងទេដោយសារវាមានមេរៀនច្រើនអាស្រ័យទៅលើអ្នកដែលគាត់ចូលទៅរៀនគាត់ទៅមើលទៅដោយសារលំហាត់ក៏មានប្លែកដែរចូលមុខងារទី2ខ្ញុំសូមនិយាយតាក់ទងនឹងមុខងារតាមដានអញ្ចឹងតាក់ទងមុខងារតាមដាននេះមានន័យថាទាំងកូនសិស្សខ្លួនឯងឬមួយក៏អាណាព្យាបាលសិស្សករណីខ្លះគាត់រវល់គាត់អីគាត់អាចឲ្យទូរស័ព្ទទៅកូនរយៈពេល1ម៉ោងដើម្បីរៀនអាហ្នឹងអញ្ចឹងណាគាត់រវល់លក់រយអញ្ចឹងទៅយើងមិនបាច់ទៅមើលកូនក៏បានដែរករណីពេលហ្នឹង
ហើយយើងអាចទៅឆែកមើលកូនបានថាតើកូនពិតជារៀនមែនអត់ហើយចំពោះកូនសិស្សវិញខ្លួនឯងដែរយើងអាចតាមដានខ្លួនឯងដែរថាមួយថ្ងៃហ្នឹងតើយើងចំណាយពេលប្រហែលនៅក្នុងការរៀនអាហ្នឹងហើយបានប្រហែលសំណួរបានលំហាត់ប្រហែលមេរៀនអីទៀតចឹងបន្ទាប់ពីយើងរៀនចប់ទៅអ្វីដែលយើងចង់រៀនអីចឹងទៅឬមួយក៏កាត់ដីខ្លះដែលលោកគ្រូអ្នកគ្រូគាត់កំណត់តាមគ្រប់ថាអូកូនថ្ងៃនេះត្រូវរៀនមេរៀននេះចំណុចទីម៉ានមុខវិជ្ជាអីខ្លះអីចឹងទៅអាហ្នឹងបើសិនជាអញ្ចឹងណាចឹងយើងចុចតាមដានតារានឹងឯងចឹងមុខងារទី2ហ្នឹងតើតមុខងារតាមដានណាចូលឡើងតាមដានមកចឹងមុខងារតាមដានហ្នឹងវាមានខ្ញុំក៏អត់តន់អស់ដែរនេះតើតងបញ្ហាស្អីចឹងណាប៉ុន្តែគាត់ថាខ្ញុំបង្ហាញអ្វីដែលខ្ញុំបានដឹងចឹងគេមានឲ្យយើងមើលទាំងកូនសិស្សទាំងអស់មើលករណីតាមមុខវិជ្ជាកម្រិតថ្នាក់ហើយមេរៀនណាមេរៀនណីហើយនឹងថ្ងៃខែនេះថ្ងៃខែចឹងបើសិនជាខ្ញុំចង់មើលតាថ្ងៃខែហ្នឹងហើយតារាងសិស្សទាំងអស់ចឹងកន្លែងថ្ងៃខែចុចប៉ះវាអញ្ចឹងទៅនេះមានឲ្យយើងរើសហ្មងចឹងថ្ងៃហ្នឹងថ្ងៃ3ចឹងខ្ញុំសុំចុចប៉ះថ្ងៃ3អានេះបើសិនជាថ្ងៃខែគេគិតពីថ្ងៃ3ទៅថ្ងៃ3ខែ4ហ្នឹងកាលនេះហ្នឹងគឺមានថាគេគិតតែក្នុងមួយថ្ងៃហ្នឹងទេដែលយើងអាចដឹងថាតើកូនសិស្សរៀនអីគេខ្លះហើយកូនសិស្សទាំងអស់ហើយចំពោះមុខវិជ្ជាវិញយើងអាចរើសតែមួយមុខក៏បានឬក៏យើងអាចជ្រើសរើសគ្រប់មុខវិជ្ជាហើយអីផ្សេងយើងអាចគ្រប់កម្រិតថ្នាក់ចឹងព្រោះអីគេលោកកូនសិស្សខ្លះគាត់រៀនអត់ត្រូវមេរៀនចឹងទៅនេះជាតារាងសិស្សទាំងអស់តែសិស្សខ្ញុំមាន50នាក់នៅក្នុងវិជ្ជាហ្នឹងទំឃើញមួយនេះគិនីសា31នេះគឺ31សំណួរហើយរយៈពេលនេះគឺ13អញ្ចឹងយើងទៅមើលគាត់ថាតើគាត់រៀន31សំណួររយៈពេល13នាទីហ្នឹងតើគាត់រៀនអីគេខ្លះអីចឹងទៅគេចំនួនមួយមេរៀននឹងមេរៀនណាទេនេះជាតារាងបូកសរុបទាំងអស់មានមួយណាដេដាលីលេនេះពីមេរៀនតែរៀនតែ1នាទីទេនេះចុចដោយសារគាត់ចប់សិតតែធ្វើតេស្តខាងនេះផលសមារតីរេញីសាអីនេះហើយនេះមហកនេះចាអញ្ចឹងយើងនេះគឺជាការមើលទាំងអស់ករណីចង់ដឹងជាតារាងតែម្ដងក្នុងរយៈពេលមួយថ្ងៃបើយើងអត់ចង់ដឹងមួយថ្ងៃទេចង់ដឹងពីថ្ងៃចាប់ផ្ដើមដល់ថ្ងៃចុងក្រោយថ្ងៃហ្នឹងក៏បានយើងដូរតែថ្ងៃខែដូរនៅឡៃហ្នឹងមកចាឥឡូវបើសិនជាខ្ញុំអត់ចង់មើលសិស្សទាំងអស់ទេខ្ញុំចង់មើលសិស្សម្នាក់ថាតើគាត់រៀនមិនឥឡូវឧទាហរណ៍ខ្ញុំមើលខៀននីសាអញ្ចឹងខៀននីសានេះចឹងខ្ញុំទៅជ្រើសរើសកន្លែងកូនសិស្សតែកូនសិស្សហ្នឹងខ្ញុំអត់ចុចទាំងអស់ទេខ្ញុំរើសយកខៀននីសាខ្ញុំប៉ាកន្លែងខៀននីសាមកនឹងគ្រប់មុខវិជ្ជាទាំងអស់ដោយស្អែមចង់ដល់គ្រប់មុខវិជ្ជាអញ្ចឹងមានន័យថាក្នុងមួយថ្ងៃហ្នឹងគិតត្រឹមម៉ោងហ្នឹងគាត់ធ្វើបាន31សំណួររយៈពេល12នាទីហើយមួយមេរៀននេះគាត់រៀនមេរៀនអីនេះ16ក្រាបផ្លិតគេបំពេញ clear ដល់ពេលនេះជ្រើសពាក្យជូនអានេះក្រាបគេតែតងការអនុវត្តហើយត្រង់ឡើងនេះវិញគេផ្ដោតទៅលើមេរៀនគាត់រៀនមេរៀនទី3សាខ្មែរផ្នែកសំណេរនេះអញ្ចឹងយើងអាចចង់ដឹងថា4នាទីហ្នឹងគាត់រៀនទៅលើអី8នាទីគាត់រៀនទៅលើអីអាចចុចប៉ះវាមកចុចប៉ះវាទៅយើងឃើញនេះមានន័យថានៅក្នុងការឆ្លាតកន្លែងមេរៀនទៅនេះប្រើពេល4នាទីមិញហ្នឹងគាត់ធ្វើ26សំណួរអញ្ចឹងមានកន្លែងឆ្លើយត្រូវមានកន្លែងឆ្លើយខុសអញ្ចឹងកន្លែងឆ្លើយត្រូវហ្នឹងនេះកន្លែងពណ៌ខៀវនេះក្រាបគេអញ្ចឹងណាដល់ពេលឡើងឆ្លើយខុសក្រហមមានន័យថាឆ្លើយខុស3ចឹងអាចអូសមើលថាគាត់ឆ្លើយខុសឡើងណាខ្លះហើយបងអាចឲ្យខ្លួនរៀនម្ដងទៀតឬក៏កូនសិស្សខ្លួនឯងអាចមើលទៅឃើញខុសតែខ្ញុំធ្វើមិនឲ្យត្រូវវិញចឹងទៅអាហ្នឹងករណីហ្នឹងតាមដានហ្នឹងឥឡូវខ្ញុំចូលមួយទៀតចឹងករណីកុំព្យូទ័របងអាចម្រាមពីអូសពីឆ្វេងមកស្ដាំមកហើយនេះមកចំណុចទៀតកម្មពេញ clear គាត់ធ្វើ5សំណួរអញ្ចឹង5សំណួរនេះយើងអាចមើលបានណាមានឆ្លើយត្រូវឆ្លើយខុសអញ្ចឹងឆ្លើយត្រូវនេះពណ៌ខៀវឆ្លើយត្រូវ2នេះចំដូច2អានេះវាលោតអូតូតែម្ដងដល់ពេលឆ្លើយខុសវិញនេះឆ្លើយខុស3អញ្ចឹងយើងទៅមើលនេះត្រូវ2ខុស3របស់គាត់មែនតាក់ទងនឹងការរៀនយើងអាចតាមដានកូនបែបហ្នឹងណាពេលដែលយើងរៀនអញ្ចឹងអាហ្នឹងអាស្រ័យលើបងអាសាចុចដែរទេអាសាចុចដែរបើអាសាចុចអាហ្នឹងយើងអាចនឹងដឹងថាអូចុចល្មិចចាញ់អីចឹងទៅខ្ញុំក៏រាវចឹងដែរខ្ញុំក៏មិនជាអ្នកបកកាយដែរមុខងាររៀនចប់មុខងារតាមដានចប់ហើយឥឡូវយើងចូលដល់មុខងារទី3គឺមុខងារប្រឡងមុខងារប្រឡងនេះបងចុចប៉ះកន្លែងប្រឡងមកហើយយើងប្រឡងនេះយើងនឹងទទួលបាននៅ
ចាចំពោះការប្រឡងនេះយើងនឹងទទួលបាននៅវិញ្ញាបនបត្រមួយដែលចេញដោយក្រសួងដែលចេញដោយនាយកដ្ឋានបឋមដែលគាត់ផលិតមេរៀននឹងឡើងហើយក្នុងកម្មវិធីនេះគឺសុទ្ធតែជាលោកគ្រូអ្នកគ្រូដែលគាត់ស្ម័គ្រចិត្តធ្វើការនៅថ្ងៃសៅរ៍ទឹកដោយមិនទទួលបានប្រាក់កម្រៃទេនៅក្នុងការបង្កើតនៅមេរៀននេះឲ្យយើងបានទាំងរៀនបានទាំងសប្បាយបានទទួលចំណេះដឹងហើយមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលយើងអាចនិយាយថាចេះប្រាប់គុណសិស្សខ្ញុំប្រាប់គុណសិស្សថាបានសរសើរអញ្ចឹងទៅចឹងសួរថាពេលដែលមុខងារប្រឡងយើងធ្វើមិនដើម្បីបាននៅវិញ្ញាបនបត្រហ្នឹងចឹងយើងចុចកន្លែងប្រឡងហ្នឹងហើយវាមានអក្សរធ្វើតេស្តនិងប្រវត្តិធ្វើតេស្តអញ្ចឹងដើម្បីបានគឺយើងចូលធ្វើតេស្តចឹងយើងចុចប៉ះកន្លែងធ្វើតេស្តទៅនេះមានអាត្រង់ជ្រុងនេះចឹងអាកន្លែងជ្រុងហ្នឹងយើងចុចប៉ះវាទៅគេមានឲ្យយើងរើសមុខវិជ្ជាចំពោះកម្រិតថ្នាក់ផ្សេងកម្រិតថ្នាក់1 2 3អីគេសិតតែមានគ្រប់មុខតែម្ដងតែចំពោះកម្រិតថ្នាក់5ខ្ញុំមានតែភាសាខ្មែរនៅឡើយទេអញ្ចឹងយើងអាចចុចរាវឡើងនឹងមកអញ្ចឹងដោយសារខ្ញុំកាន់ថ្នាក់5អញ្ចឹងខ្ញុំនិយាយតែតងថ្នាក់5យ៉ាងតែនេះភាសាខ្មែរហើយឡើងតេស្តនេះក៏យើងអាចរើសបានដែរមានតេស្តច្រើនកម្រិតអញ្ចឹងណាហើយចំពោះខ្ញុំថ្នាក់5គឺខ្ញុំរើសថ្នាក់5ហើយមានកូនសិស្សខ្លះគាត់ចុចទៅគាត់ចុចកណិតដោយសារតែកណិតអត់មានពេលដល់ពាក់ទៅអត់ឃើញកម្រិតថ្នាក់5ទេអញ្ចឹងចំពោះថ្នាក់5អីអត់ទាន់មានតេស្តគណិតវិទ្យាទេតែតងការបានវិញ្ញាបនបត្រហ្នឹងអញ្ចឹងចំពោះកម្រិតថ្នាក់5នេះមាន4មេរៀនអញ្ចឹងកូនសិស្សអាចចូលទៅតេស្តបានចង់តេស្តមេរៀនទី1យើងចុចប៉ាមេរៀនទី1មកហើយយើងចុចវាតែនេះអត់ចេះអានអក្សរក៏យើងអាចចុចស្ដាប់វាបានដែរហើយចុចជ្រើសរើសវាអញ្ចឹងមកហើយទៅសំណួរបន្ទាប់វាអញ្ចឹងទៅឧទាហរណ៍នេះយើងអានទៅការរលឹកឃើញមិនភ្លេចអញ្ចឹងមួយណាបើសិនយើងគិតចម្លើយមួយណាដែលជាចម្លើយឲ្យត្រឹមត្រូវគឺយើងចុចមួយហ្នឹងទៅការរលឹកឃើញមិនភ្លេចហ្នឹងចុចឧទាហរណ៍ថាខ្ញុំចុចណាឧទាហរណ៍ខ្ញុំដាក់ថាស្មារតីអញ្ចឹងទៅយើងចុចបន្តមកហើយអាឡៃនេះគឺវាលោតថាត្រូវឬក៏ខុសដូចអាពេលដែលយើងរៀនទេរៀនមានលោតត្រឹមត្រូវក៏មិនត្រឹមត្រូវអីចឹងមកតែបើសិនជាករណីប្រឡងអត់លោតទេហើយនេះមានការកំណត់នីតិនៅត្រង់នេះមកលើសាប់ដៃបើវាមានលោតចឹងទេគឺវាមានអារូបសញ្ញាព្រួយអារូបពណ៌ហ្នឹងហើយទៅយើងចុចវាចុចទៅឃើញនីតិដែលនៅសល់ឬក៏សំណួរដែលនៅសល់ហើយចឹងយើងចុចអញ្ចឹងរហូតដល់ចប់ចឹងក្រោយគេអត់មានសំណួរបន្ទាប់ទេមានតែដាក់បញ្ជូនហើយបើបងដាក់ចុចសំណួរបន្ទាប់រហូតគឺវាអាចម្លងទៀតចាបន្ទាប់ពីយើងធ្វើតេស្តចប់តើយើងធ្វើមិនវានឹងលោតបន្ទុកមកយើងកាត់នៃខ្លះគាត់គេប្រើតែ20នាទីហើយគាត់ធ្វើអត់ហើយអញ្ចឹងទៅវាលោតខ្លួនឯងហ្មងថ្ងៃដំបូងខ្ញុំអត់តាមយល់ដែរអញ្ចឹងបន្ទាប់ពីយើងប្រឡងចប់បើសិនជាករណីបាន85%ឡើងទៅយើងនឹងទទួលបានវិញ្ញាបនបត្រមួយអញ្ចឹងខ្ញុំនាំបងទាំងអស់គ្នាទៅមើលលទ្ធផលរបស់កូនសិស្សខ្ញុំនៅក្នុងថ្ងៃនេះមានផ្សាយមកទៀងក្នុងក្រុមថាគេបាន85%បាន90%បានអីចឹងទៅឥឡូវយើងចូលមើលត្រង់ណាដើម្បីឲ្យយើងដឹងថាតើលទ្ធផលនៃការប្រឡងខុសអីខ្លះហើយយើងអាចមើលដឹងទៀតថាគាត់ធ្វើរយៈពេលប្រហែលដងទម្រាំតបានលទ្ធផលមួយនេះហើយគាត់ធ្វើម៉ោងប៉ុន្មានអីម៉ានអញ្ចឹងបើតើយើងប្រឡងចប់គឺយើងចង់ដឹងតើតើការប្រឡងការធ្វើតេស្តនេះគឺយើងចូលកន្លែងប៉ាអក្សរថាប្រវត្តិធ្វើតេស្តអញ្ចឹងនេះកូនសិស្សម្នាក់ទេឥឡូវខ្ញុំសូមដាក់សិស្សទាំងអស់តែម្ដងសិស្សទាំងអស់ក្រុមវិជ្ជាថ្ងៃគឺខ្ញុំគិតថ្ងៃហ្នឹងបងចង់ដូរថ្ងៃក៏បានដែរនេះតារាងហ្នឹងក៏គេមានស្រាប់ដែរចានេះឈ្មោះណាអត់មានហ្នឹងមានថាគាត់អត់បានធ្វើតេស្តទេដូចថ្នាក់ខ្ញុំចឹង50នាក់តែអ្នកដែលមកភ្ជាប់ហ្នឹងក៏បានតិចអ្នកដែរដោយសារតែអស់សិស្សឲ្យចង់ចិត្តវ៉ាកងចិត្តអីចឹងណាគាត់មកបានប៉ុណ្ណឹងគឺយើងមានបានប៉ុណ្ណឹងហើយអ្នកក្រោយតាក់តងបន្តទៀតនេះលទ្ធផលគាត់មានភាគរយមានបន្ទុកមានអីចឹងទៅនេះកន្លែងនេះសំណួរម្លងមានខុសមានត្រូវអីឲ្យគាត់អាចចូលមើលបានដែលខ្ញុំប្រជុំថ្ងៃដំបូងខ្ញុំបានប្រាប់អាណាព្យាបាលទេដោយសារខ្ញុំអត់យល់កន្លែងមុខងារតាមដានហ្នឹងដែរខ្ញុំឲ្យតែគាត់ចូលរៀនហើយនឹងចូលប្រឡងប៉ុណ្ណឹងហើយខ្ញុំបង្ហាញលទ្ធផលឲ្យគាត់មើលចឹងណាឥឡូវខ្ញុំបង្ហាញថែមគាត់អាចចូលតាមដានខ្លួនឯងបានអញ្ចឹងដល់យើងប្រឡងចប់ចូលកន្លែងប្រវត្តិធ្វើតេស្តមកយើងអាចអូសមើលឃើញហើយនេះករណីខ្ញុំមើលសិស្សទាំងអស់ឲ្យមើលតិចខ្ញុំមើលសិស្សមួយហើយអញ្ចឹងនេះបើឃើញរូបកន្លែងមេដៃនេះមានថាគាត់បានវិញ្ញាបនបត្រហើយគេមានបញ្ជាក់ពីមេរៀនទៀតនេះតេស្តមេរៀនទី1តេស្តថ្នាក់ទីប្រហែលដោយសារកូនសិស្សខ្លះទី1ក៏គាត់តេស្តហើយទី3ក៏តេស្តចឹងទៅប៉ុន្តែខ្ញុំឲ្យវិញ្ញាបនបត្រតែតេស្តត្រូវកម្រិតថ្នាក់តែប៉ុណ្ណោះ
នេះបើអត់មានចេញមេដៃថាគាត់អត់បានទេនេះមានមេដៃទៀតហើយបានវិញ្ញាបនបត្រទៀតហើយនៅក្នុងតារាងទៀតគេលោតឲ្យតែមកជួយតែករណីខ្លះកូនសិស្សខ្លះគាត់មួយថ្ងៃមួយផ្លែតហ្នឹងគាត់តេស្តឲ្យតេស្តទៀតចង់បានឲ្យលឿនអញ្ចឹងណាតែវាលោតលើតារាងតែមួយអញ្ចឹងពេលដែលខ្ញុំផ្ញើវិញ្ញាបនបត្រចូលអត់ឃើញទៅគាត់ឆានមកផ្ទាល់ខ្លួនឯងនេះមានឈ្មោះជាច្រើនដែលបានតែខ្ញុំអត់ទាន់បានផ្ញើឲ្យគាត់ទេហើយខ្ញុំនឹងអត់ផ្ញើទេខ្ញុំនឹងឲ្យគាត់សេវខ្លួនឯងតែសេវខ្លួនឯងបែបណាអញ្ចឹងដើម្បីសេវបានគឺយើងប៉ះឡើងឈ្មោះខ្លួនឯងអញ្ចឹងប៉ះឡើងឈ្មោះខ្លួនឯងហ្នឹងឧទាហរណ៍ថាខ្ញុំមើលឃើញអីថាឈ្មោះខេនីសាហ្នឹងគាត់បានមេដៃអញ្ចឹងខ្ញុំនឹងទៅប៉ះឈ្មោះខេនីសាកន្លែងសិស្សទាំងអស់ណាខ្ញុំដាក់រកមើលឈ្មោះខេនីសាមកចឹងវាចេញតែប្រវត្តិរបស់នីសាតែប៉ុណ្ណោះនៅក្នុងមួយថ្ងៃហ្នឹងតើគាត់ចាប់ផ្ដើមរៀនពីស្មាណាមកនេះគាត់ចាប់ផ្ដើមរៀនតាំងពីម៉ោង 5:46 ទៅនៅក្នុងថ្ងៃហ្នឹងគាត់តេស្តមេរៀនទី3រហូតសិតតែអត់បាន 65% 5.5 គុត8អីចឹងទៅរហូតដល់គាត់ធ្វើឡើង12ដងនៅម៉ោង 6:35 នាទី20វិនាទីនេះបានគាត់ទទួលបាន 85% អញ្ចឹងគឺការតស៊ូគង់បានសម្រេចអញ្ចឹងណានេះបានពៀនហើយអញ្ចឹងទៅបានពៀនបានមេដៃហើយអញ្ចឹងយើងប៉ះឡើងនឹងមកដើម្បីយើងមើលនៅវិញ្ញាបនបត្រប៉ះទៅវានៅលោតបែបនេះអញ្ចឹងគេមានវិញ្ញាបនបត្រដែលបញ្ចេញជូនដោយខាងយោគដ្ឋានបឋមសិក្សានឹងឯងដែលគេមានចុះថ្ងៃខែចុះអីនឹងឯងថ្ងៃ3មេសា2025ដែលគាត់លើសពី 85% លទ្ធផលស្មើឬក៏លើសហើយតើតើការប្រឡងតេស្តហ្នឹងទៅលើមុខវិជ្ជាភាសាខ្មែរតេស្តថ្ងៃទី5មេរៀនទី3គឺគេមានដាក់ឲ្យយើងច្បាស់តែម្ដងហើយសួរថាតើកូនសិស្សឬក៏គ្រូបន្ទុកថ្នាក់ធ្វើម៉េចអញ្ចឹងយើងអាចព្រីនចេញក៏បានចុចទាញយកក៏បានអញ្ចឹងបើយើងចុចទាញយកយើងបានរូបថតអញ្ចឹងទៅអញ្ចឹងចុចទាញយកហើយវាលោតបានបែបហ្នឹងហើយតែហ្នឹងវាត្រូវការអ៊ីនធឺណិតដែរអញ្ចឹងណាបើព្រីនចុចព្រីនអញ្ចឹងទៅហើយខ្ញុំនឹងផ្ញើទៅកាន់ Telegram ខ្ញុំសិនបានខ្ញុំសេវទៅផ្ញើនេះតអញ្ចឹងណាអត់ដែរហើយយើងផាសវាមកសំទោសយើងផាសហើយយើងចូលអាកន្លែងផ្ញើនេះមកដោយសារនឹងមិន copy ទេអញ្ចឹង certificate ហ្នឹងខ្ញុំនៅក្នុង download មិញហើយយើងនេះ today 87អាហ្នឹងវា slow វា save រហូតយកមកខ្ញុំមិនដឹងថាវា slow អញ្ចឹងយកវាមក save មកចុះមកហើយយើងចុចផ្ញើមកនេះបានប៉ុណ្ណឹងហើយខ្ញុំ save យកទៅឲ្យមហាព្យាបាលប៉ុន្តែខ្ញុំថាខ្ញុំឈប់ផ្ញើឲ្យគាត់ចេះ save ខ្លួនឯងអញ្ចឹងបើសិនជានេះគាត់អាចចេះ save ខ្លួនឯងបានហើយអញ្ចឹងអត់ពិបាកទេគ្រាន់តែចូលឈ្មោះរបស់យើងអញ្ចឹងទៅកន្លែងធ្វើតេស្តហ្នឹងយើងចុចកន្លែងមេដៃហ្នឹងមកបន្ទាប់ពីយើងចុចកន្លែងមេដៃហ្នឹងហើយចុចទាញយកហ្នឹងបានហើយរូបថតវិញ្ញាបនបត្រហ្នឹងណាហើយមានឈ្មោះណាទៀតមិញសិស្សទាំងអស់មិញដែលគាត់ទទួលបានវិញ្ញាបនបត្រទៀតមានឈ្មោះខេនីសាមិញហើយអីនេះខនសៀងលេងអញ្ចឹងខនសៀងលេងនេះក៏បានដែរអញ្ចឹងខ្ញុំចូលទៅមើលខនសៀងលេងឬមួយក៏ខ្ញុំខ្លួនឯងអាចចុចទៅនឹងហ្មងក៏បានដែរបានហើយចុចទាញយកតែបើសិនជាកូនសិស្សខ្លួនឯងយើងប្រហែលជានេះហេប្រហែលជាមានតែឈ្មោះខនសៀងលេងយ៉ាងមកទៅអញ្ចឹងមកមានតែឈ្មោះខនសៀងលេងស្រួលទេគ្រាន់ចូលកន្លែងប្រវត្តិធ្វើតេស្តហ្នឹងមកតែដោយសារតែខ្ញុំមានសិស្សច្រើនអញ្ចឹងខ្ញុំចុចប៉ះខនសៀងលេងប៉ះហើយនេះប្រវត្តិនៃការធ្វើតេស្តរបស់គាត់ធ្វើចាប់ពីម៉ោង 7:17 រហូតដល់ 7:42 បានទទួលបានវិញ្ញាបនបត្រនេះអញ្ចឹងគាត់តេស្តតែ4ដងទេបានហើយអញ្ចឹងគាត់ចុចហើយដើម្បីបាននៅវិញ្ញាបនបត្រផ្សេងខ្លួនឯងណាយើងចុចប៉ះវាទៅហើយយើងចុចទាញយកប៉ុណ្ណឹងបានហើយចាហើយនេះតាក់ទងនឹងការសេវយកនៅវិញ្ញាបនបត្រខ្លួនឯងចាហើយនៅមួយចំណុចទៀតគឺតាក់ទងការមើលថាតើតេស្តរបស់យើងខុសអីខ្លះត្រូវគេខ្លះចំពោះសិស្សនេះចំពោះសិស្សទាំងគ្រូគឺយើងមើលឡើងនេះអាកន្លែងចូលប្រវត្តិធ្វើតេស្តហើយវានឹងលោតហើយបើគ្រូគាត់ចង់មើលសិស្សទាំងអស់គាត់ចុចកន្លែងទាំងអស់ហើយបើគាត់ចង់មើលសិស្សមួយចុចដូចខ្ញុំនឹងទៅឈ្មោះសិស្សអញ្ចឹងទៅហើយនឹងអារូបហ្នឹងដើម្បីយើងចង់ដឹងយើងចុចប៉ះលើវាមក
chút ba lúc mà dừng đằng nè quạt cái đạm máu trâu đầm pa kho bay sầm lúa mình bàn phương màn ai màn hai này chỉ ca mơ thả trong đằng trâu kho chẳng quạt kề lại nắng hai quạt trơ rơ từ nằng mình thả quạt phương trầm trâu ấy bàn tụ ấy à bên này vẫn chậm lại trâu kê cái lại vì rẻ chôn này đậpไปquạt chót vì rẻ hiệp chẳng mình thả ở vậy để quạt phương cứ mình trâu thì anh ấy vẫn mình thả quạt phương tới trâu dần từ đập bên này quạt trâu đài chẳng dương từ mơ mới là quạt khóc là nèแต่ต้องចំណុចនេះគឺគាត់ជ្រើសរើសប្រសិទ្ធផលដល់ពេលចម្លើយត្រឹមត្រូវគឺប្រសិទ្ធនាមអញ្ចឹងណាពេលអញ្ចឹងទៅបានគាត់ខុសអញ្ចឹងគាត់អាចមើលឡើងនេះឡើងវិញបានហើយយើងអាចតែម្ដងទៀតទៅឆាប់បានតែម្ដងនៅវិញ្ញាបនបត្រហ្នឹងហើយពេលតែម្ដងទៀតគឺចល័តសំណួរទៀតហើយអញ្ចឹងសរុបមកវិញនៅក្នុងវីដេអូនេះគឺខ្ញុំផ្ដោតទៅលើ3មុខងារសំខាន់ទី1រៀនយើងអាចរៀនគ្រប់កម្រិតថ្នាក់ខ្ញុំចង់ចូលរៀនទីកណិតទី5ក៏បានមេរៀនចំនួននេះចុចប៉ះវាមកហើយនេះគេមានឲ្យយើងហើយទៅយើងអានមកគេឲ្យយើងជ្រើសចម្លើយត្រឹមត្រូវតើយើងបានមើលលំហាត់នឹងដែរបានរៀនវាដែរអញ្ចឹងមិនយើងអាចចុចត្រូវហើយបើចុចខុសអូថោញឥឡូវខ្ញុំមានអានណាខ្ញុំចុចព្រាវឯងខ្ញុំចុចប៉ះលើវាលោតទៅហើយចុចយល់ព្រមឃើញអត់វាចេញមកប៉ុណ្ណឹងចម្លើយមិនត្រឹមត្រូវអញ្ចឹងចុចយល់ស្របមកហើយគេមានឲ្យយើងចុចឲ្យសាល់បងម្ដងទៀតអញ្ចឹងចុចទៀតហើយយើងរៀនទៀតទៅមានអីបើសិនជាខ្ញុំអត់រៀនអាហ្នឹងទេខ្ញុំចង់រៀនទី4ខ្ញុំចង់រៀនខ្មែរទី4ខ្ញុំចុចបែរឡើងខ្មែរទី4 slow ទៀតហើយចានេះមានមេរៀនជាច្រើនដែលកណិតខ្ញុំសាមុនក៏អត់គ្រប់ដែរឥឡូវគ្រប់ឲ្យទី5គ្រប់ទាំងអស់មេរៀនហ្នឹងមុនបានតែ8មេរៀននេះអញ្ចឹងយើងចង់រៀនមេរៀនណារៀនមេរៀនហ្នឹងទៅមេរៀនអំណានគេចឹងនេះគេឲ្យយើងស្ដាប់ថាតាមអញ្ចឹងចុចស្ដាប់សង្គ្រោះហើយបន្តមកទៀតយើងចុច voice ហើយយើងនិយាយថាសង្គ្រោះតែមិនយើងនិយាយលឿនទេយើងនិយាយដូច AI និយាយឡើងមួយម៉ាត់អញ្ចឹងណាហើយចុចយល់ព្រមខ្ញុំសាកនិយាយសង្គ្រោះហើយយល់ព្រមចឹងហើយនៅផ្សេងទៀតគេមានសេតាមអានមានអីទៀតតតែលោកគ្រូអ្នកគ្រូហើយនឹងមកបងអ្នកព្យាបាលឬក៏កូនសិស្សខ្លួនឯងផ្ទាល់ស្រាវជ្រាវបន្ថែមដែរថាគេរៀនបែបណាហើយបើតាមដានខ្ញុំគិតថាប្រហែលជាអាចតហ្នឹងណាចង់តាមដានតាក់ទងការរៀនបើគ្រូអ្នកគ្រូយើងចុចទាំងអស់អញ្ចឹងមកវាលោតទាំងអស់ហ្មងយើងមើលតារាងហើយបន្ទាប់យើងមើលតារាងចង់ដឹងមេរៀនកូនសិស្សមួយយើងមើលទៅតាមកូនសិស្សមួយមកហើយគេសរុបឲ្យទៀតថាតាមថ្ងៃហ្នឹងកូនសិស្សរៀនបានប៉ុន្មានអ្នករៀនបានតែ5នាក់ទេតាក់ទងការរៀនហ្នឹងហើយគេមានការកំណត់ថ្ងៃខែអញ្ចឹងមកយើងតតែអាសាចុចវាហើយដល់ពេលតាក់ទងប្រឡងវិញគឺយើងចង់ចូលធ្វើតេស្តយើងចុចធ្វើតេស្តហើយគ្រូខ្លួនឯងចង់រៀនខ្លួនឯងក៏បានដែរហើយរើសមុខវិជ្ជាទៅចង់រៀនកណិតចង់តេស្តកណិតថ្នាក់ទីម៉ានតេស្តកណិតថ្នាក់ទី1អញ្ចឹងតេស្តទី1មកហើយវាលោតឲ្យយើងហើយអញ្ចឹងណាហើយយើងចង់មើលប្រវត្តិធ្វើតេស្តយើងចង់យកវិញ្ញាបនបត្រហ្នឹងយើងចូលប្រវត្តិធ្វើតេស្តអញ្ចឹងទៅប៉ុណ្ណឹងប៉ុណ្ណឹងឯងហេតុអីបានវាលោតដោយសារតែខ្ញុំដាក់កណិតទី1អញ្ចឹងអត់មានកូនសិស្សណាតេស្តកណិតទី1មិនសិតតែ0 0អញ្ចឹងយើងចង់អ្នកទាំងអស់យើងដាក់ខ្ញុំដាក់ភាសាខ្មែរអញ្ចឹងចាអញ្ចឹងក្នុងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាវាជាប្រយោជន៍សម្រាប់លោកគ្រូអ្នកគ្រូឬមួយក៏អាណាព្យាបាលសិស្សនិងសិស្សផ្ទាល់តែម្ដងដែលយើងអាចយកវាទៅរៀនជាការកំសាន្តជាការទទួលបានចំណេះដឹងបន្ថែមហើយវីដេអូនេះគឺមិនអស់សពគ្រប់ទេពួកឯងខ្ញុំអត់ប្រាប់ថាចំណនេះគេធ្វើមកចំណនេះធ្វើមកតែតើការរៀនអីមេរៀនផ្លាច់ពេញហ្នឹងតើតែយើងបានកម្មវិធីហ្នឹងហើយយើងចុចរៀនវាចាហើយខ្ញុំសូមអភ័យទោសដែរតើតើការនិយាយទៅវាមានកំហុសឆ្គងឬក៏និយាយទៅដដែលអីឬក៏អាចនិយាយខុសអាច comment នៅខាងក្រោមឬមួយក៏អាចអធិស្ឋានតែម្ដងដោយសារតែខ្ញុំអត់មានបានត្រៀមទុកមុនទេគឺខ្ញុំបើកមកខ្ញុំថតតែម្ដងចាបើមានចម្ងល់ចាំសួរបន្ថែមទៀតចាសូមអរគុណសូមជម្រាបលា